ដំឡូងចៀនទុនជ្រេជាមួយនឹងបន្លែសម្រាប់អូនចាប់ពីអាយុ9ខែឡើងទៅអាចញ៉ាំបានចាដំបូងយើងមានដំឡូងប្រាំងចំនួន1មើមចាយើងកាត់វាជាកង់បែបហ្នឹងលាងទឹកឲ្យស្អាតចាយើងដាក់ចូលទៅក្នុងចានដែលអាចចំហុយនៅក្នុង microwave បានហើយដាក់ទឹកបន្តិចចាយើងដាក់ចំហុយវារយៈពេល5នាទី600វ៉ាត់ឬក៏បងប្អូនស្ងោរក៏បានដែរចាបន្ទាប់មកយើងចាក់ចូលទៅក្នុងចានស្អាតមួយទៅយកទឹកវាចេញអស់ចាយើងកិនវាបែបនេះចាយកឧបករណ៍មកសកត់ឲ្យបែកឲ្យម៉ត់មកចារួចហើយនេះគឺជាខ្ទឹមបារាំងដែលខ្ញុំបានចំហុយនៅក្នុង microwave រយៈពេល1នាទីហើយនឹងការ៉ុតក៏ឆ្អិនដែរចាគឺយកវាមកច្រាំទូចបែបហ្នឹងចារួចហើយយើងដាក់ម្សៅឆាចំនួន2ស្លាបព្រាបាយចារួចហើយខ្ញុំបន្ថែមចាអូណូរីនេះបន្តិចចាបងប្អូនអត់មានក៏អត់អីដែរចាគឺយើងច្បល់វាសពចូលគ្នាហើយបន្ទាប់មកយើងលុញវាចាមូលតាមទំហំដែលកូនយើងអាចកាន់ញ៉ាំបានណាបងប្អូនចាហើយយើងពាក់ស្រោមដៃមួយចំហៀងមកយើងយកចាសាភៀមកលុញវាបែបនេះមកសកត់វាតប៉ែបន្តិចមកចារួចហើយយើងដាក់ចូលទៅក្នុងខ្ទះចៀនរបស់យើងចាខ្ទះនេះខ្ញុំអត់ទាន់បើកភ្លើងទេចារួចហើយយើងដាក់ប្រេងចាយើងយកกระดาษជូតតិចមកកុំឲ្យវាប្រេងច្រើនពេកហើយយើងតម្រៀបដលងមកយើងដាក់ចៀនមកណាចាំយើងបើកភ្លើងហើយយើងគ្របវាតិចទៅដើម្បីឲ្យចាម្សៅឆារបស់យើងនឹងឆ្អិនបានល្អហើយបងប្អូនចាប្រែចុះប្រែឡើងក្រៀមមកល្មមទៅចាគឺអាចទទួលទានបានហើយចាហើយមុខម្ហូបនេះគឺថាកូនខ្ញុំគឺគាត់ចូលចិត្តខ្លាំងមែនតើ